ម្ហូបចុះបាយមកទៀតហើយម្ហូបមួយមុខនេះគឺជាម្ហូបដែលល្បីនៅខាងខេត្តសៀមរាបតែម្ដងខ្នុបកូនត្រីគឺជាម្ហូបដែលអ្នកសៀមរាបស្គាល់ច្បាស់ព្រោះម្ហូបមួយមុខនេះបើថាទៅមកជួបប្រាសាទអង្គរវត្តវិញភោជនីយដ្ឋានណាក៏មានលក់ដែរអ្វីដែលលើសពីឆ្ងាញ់ដែលអ្នកដតីធ្វើហ្នឹងគឺខ្ញុំមានម្រះព្រៅដែលដាំដោយខ្លួនឯងនិយាយពីថាឈ្ងុយនោះឈ្ងុយគ្រាន់តែកាត់តែដើមប៉ុណ្ណឹងនិយាយពីឈ្ងុយម្រះព្រៅខ្លាំងណាស់ហើយគ្រឿងដែលមានហ្នឹងគឺមានតែប៉ុណ្ណឹងឯងបងអាចមើលតាមវីដេអូនេះបានកូនត្រីថ្ងៃនេះគឺថាល្អខ្លាំងណាស់ហើយអ៊ំដែលលក់កូនត្រីហ្នឹងគឺគាត់ធ្វើកូនត្រីបានស្អាតខ្លាំងមែនទែនហើយគ្រាន់តែខ្ញុំឃើញគឺចង់យកមកធ្វើខ្នប់តែលក់ខ្លះគាត់សម្អាតអត់សូវបានស្អាតគាត់ធ្វើសកាត្រីអត់បានស្អាតទេហើយត្រីក៏អត់សូវស្រស់ដែរតែសម្រាប់អ៊ំស្រីម្នាក់នេះខ្ញុំទៅសើគាត់មែនទែនត្រីគាត់ទាំងស្រស់ទាំងរឹងសាច់ល្អហើយជាពិសេសជាងគេហ្នឹងគឺគាត់សម្អាតសកាវានឹងបានល្អខ្ញុំគ្រាន់តែឃើញអត់ខ្ជិលទេក្នុងការធ្វើគ្រឿងផ្សំរាយរងពេលកប៉ុកហ្នឹងខ្ញុំធ្លាប់ថតនៅវីដេអូចាស់របស់ខ្ញុំហើយអញ្ចឹងបងអាចមើលតាមវីដេអូនេះបាន step by step អញ្ចឹងណាហើយបងអាចមើលកូនត្រីគាត់ហើយខ្ញុំលាយជាមួយនឹងកូនកពឹសទូចៗអញ្ចឹងទៀតនិយាយពីថាឆ្ងាញ់ហ្មងខ្នាប់កូនត្រីបើសម្រាប់ខ្ញុំអត់មានកពឹសគឺអត់ឆ្ងាញ់ហ្មងហើយមួយទៀតគឺខ្ញុំលាយជាមួយនឹងសាច់ជ្រូកអ្នកខ្លះគាត់ធ្វើគាត់លាយសាច់ជ្រូកគេប៉ុន្តែបើខ្ញុំលាយហើយយើងដាក់អំបិលស្ករប៊ីចេងម្សៅស៊ុបរ៉ូឌីបន្ទាប់ពីនឹងមកទៀតគឺយើងដាក់នៅប្រេងខ្យងហើយចំពោះស្ករដាក់រៀងខែលតិចទៅរសជាតិវារៀងឆ្ងាញ់បងប្រេងខ្យងដូចគ្នាកាលណាតែយើងដាក់ទៅធ្វើឲ្យខ្នប់របស់យើងមានក្លិនឈ្ងុយខុសពីខ្នប់អ្នកដទៃសាសតិចហ្នឹងហើយដែលធ្វើឲ្យមុខម្ហូបរបស់យើងមានជារសជាងអ្នកដទៃគាត់ធ្វើអញ្ចឹងតែអ្នកខ្លះក៏គាត់ធ្វើឆ្ងាញ់យើងទៀតដោយសារតែគាត់មានគ្រឿងផ្សំកាពិកប៉ុកប្រចាំរបស់គាត់ហ្នឹងគាត់ដាក់លួចតិចទៅធ្វើឲ្យរសជាតិវាគឺកាន់តែឆ្ងាញ់អ្វីដែលมันអាចភ្លេចបានហ្នឹងគឺផ្សិតជាមួយនឹងម្រះព្រៅហើយនឹងម្ទេសហ្នឹងឯងបងនិយាយថាមីខ្ញុំនេះបើអត់បាន2ដងគឺអត់អស់ចិត្តចឹងហ្មងឃើញហីបងខ្ញុំគិតតែចានហ្នឹងវាធំហើយយកមកលាយមកគឺគ្រប់ហើយប៉ុន្តែមានណាដាក់អត់អស់ដែរប្រហែលតែយកចានដែកមកដាក់ហើយត្រីខ្ញុំទិញតែមួយមុខបន្តិចទេបន្លែដូចគ្នាដែរគឺដាក់អត់អស់ទេឥឡូវមកដាក់ក្នុងចានដែកវិញវិធីខ្លះខ្ចប់ស្លឹកចេករបស់ខ្ញុំហ្នឹងគឺអត់បានល្អទេព្រោះខ្ញុំមិនមែនជាអ្នកជំនាញទេចេះតែខ្ចប់ឲ្យបានទៅស្លឹកចេកមុននឹងយកមកធ្វើខ្ចប់ខ្នប់របស់យើងបងយកវាទៅហាលថ្ងៃសិនមិនស្លឹកចេកយើងវាទន់ពេលដែលយើងខ្ចប់ទៅគឺវាអត់ធ្លាយទេហើយចំពោះខ្ញុំគឺខ្ញុំធ្វើនៅពីររបៀបផ្សេងគ្នាទី1ខ្ញុំខ្ចប់ស្លឹកចេកទី2មួយទៀតគឺខ្ញុំខ្ចប់អាលុយមីញ៉ុមពីក្រៅថែមមកមុខអញ្ចឹងខ្នប់ណាដែលខ្ញុំខ្ចប់ជាមួយនឹងស្លឹកចេកគឺខ្ញុំទុកអាំងខ្ជុំបងតែខ្នប់ណាដែលខ្ញុំខ្ចប់ជាមួយនឹងអាលុយមីញ៉ុមពីក្រៅខ្ញុំទុកអាំងវានៅក្នុងអូវ៉ាន់ដោយសារតែពេលខ្លះខ្ញុំខ្ជិលបកាត់ខ្ជុំដែរអញ្ចឹងខ្ញុំធ្វើមានពីររបៀបអញ្ចឹងហ្មងទៅដើម្បីងាយស្រួលទុកដាក់ញ៉ាំនៅពេលក្រោយហើយបន្ទាប់ពីប៉ុណ្ណឹងមកគឺខ្ញុំរកប្រអប់ស្អាតយកវាមកដាក់ហើយដាក់ក្នុងទូទឹកកកបងញ៉ាំបានរាប់ខែអត់ចេះខូចទេតែបើសួរខ្ញុំថាអាំងអូវ៉ាន់ជាមួយនឹងអាំងជាមួយនឹងចក្រានខ្ជុំមួយណាឆ្ងាញ់ជាងខ្ញុំរើសយកចក្រានខ្ជុំហើយតែខ្លាចពេលខ្លះខ្ញុំវាខ្ជិលដែរអញ្ចឹងខ្ញុំខ្ចប់ពីររបៀបអញ្ចឹងឲ្យហើយទៅថ្ងៃណាចង់អាំងមួយអូវ៉ាន់ក៏អាំងមួយអូវ៉ាន់អញ្ចឹងទៅតែខ្ញុំរីខមមិនឲ្យបងអាំងជាមួយនឹងខ្ជុំវិញល្អជាងស្រស់ទឹកបានល្អហើយថែមទាំងមានក្លិនឈ្ងុយចេញពីស្លឹកចេកយើងទៀតជាក់ស្ដែងដូចខ្នប់ខ្ញុំនេះគឺខ្ញុំអាំងជាមួយនឹងខ្ជុំបងឃើញទេនិយាយពីថាស្ងួតទឹកល្អហើយរសជាតិខ្នប់វិញឃើញតាចាប់មាត់ជីបមកបានមកមុខនឹងហើយដល់ឡើងគីឡូទៀតហើយអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងបងអរគុណច្រើនសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយ